នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបែនចាមីននេតានយ៉ាហ៊ូមានការខឹងសម្បាយយ៉ាងខ្លាំងក្រោយពេលដែលសម្ព័ន្ធមិត្តដែលធ្លាប់តែគាំទ្រខ្លួនបែរជាមកបរិហារចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់កាហ្សាស្ទ្រីបលោកនេតានយ៉ាហ៊ូបានប្រតិកម្មខ្លាំងៗដាក់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ដោយនិយាយថាមេដឹកនាំប្រទេសទាំង3នេះចង់ឲ្យក្រុមហាម៉ាស់បន្តកាន់អំណាចលោកបានចាត់ប្រកាន់ចំថាលោកម៉ាក្រុងលោក Starmer លោក Carney កាន់ជើងក្រុមឃាតករសម្លាប់រង្គាលរំលោភខ្សែសន្តិវៈសម្លាប់ទារកនិងចាប់ពង្រត់មនុស្សថ្លែងទៅកាន់ការវាយប្រហារកាលពីថ្ងៃប្រហោះលើបុគ្គលិកស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Washington លោកនេតានយ៉ាហ៊ូបាននិយាយថាមេដឹកនាំនៃសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលចង់ឲ្យអ៊ីស្រាអែលដកខ្លួនចេញហើយទទួលយកថាកងទ័ពរបស់ពួកហាម៉ាស់ដែលជាឃាតករនឹងបន្តក្តោបក្តាប់អំណាចលោកក៏បានអំពាវនាវដល់មេដឹកនាំអឺរ៉ុបទាំងអស់ឲ្យធ្វើតាមទស្សនៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការបញ្ចប់ជម្លោះការរិះគន់ខ្លាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើឡើងក្រោយមេដឹកនាំបារាំងអង់គ្លេសនិងកាណាដាកាលពីដើមសប្តាហ៍នេះបានព្រួតគ្នាថ្កោលទោសលើការពង្រីកសង្គ្រាមនៅតំបន់កាហ្សារបស់អ៊ីស្រាអែលនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថាលោកមានការភ័យរន្ធត់ចំពោះសកម្មភាពរបស់អ៊ីស្រាអែលហើយបានហៅស្ថានភាពនៅកាហ្សាថាมันអាចអត់ឱនឲ្យបានដោយបន្ថែមថាការសម្រេចចិត្តរបស់អ៊ីស្រាអែលនៅក្នុងការអនុញ្ញាតឲ្យមានជំនួយតិចតួចចូលទៅក្នុងតំបន់កាហ្សាគឺមិនទាន់គ្រប់គ្រាន់ទេលោក Starmer បានចូលរួមជាមួយមេដឹកនាំបារាំងនិងកាណាដាអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននិងអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ភ្លាមចូលទៅក្នុងតំបន់កាហ្សាលើសពីការអំពាវនាវមេដឹកនាំទាំង3រូបនេះបានព្រមានអ៊ីស្រាអែលថាពួកគេនឹងចាត់វិធានការជាក់ស្ដែងប្រសិនបើខ្លួននៅតែបន្តការពង្រីកយ៉ាងធ្ងន់ធ្ងរនៃប្រតិបត្តិការយោធានៅក្នុងតំបន់កាហ្សាថ្នាក់ដឹកនាំទាំង3ប្រទេសនេះក៏បានថ្កោលទោសផងដែរនៅភាសាដ៏គួរឲ្យស្អប់ខ្ពើមដែលបានប្រើប្រាស់នាពេលថ្មីនេះដោយសមាជិកនៃរដ្ឋាភិបាលអ៊ីស្រាអែលថានៅក្នុងភាពអស់សង្ឃឹមរបស់ពួកគេចំពោះការបំផ្លិចបំផ្លាញនៃតំបន់កាហ្សាជនស៊ីវិលនឹងចាប់ផ្ដើមផ្លាស់ទីលំនៅបារាំងអង់គ្លេសនិងកាណាដាបានបន្ថែមថាការផ្លាស់ទីលំនៅដោយបង្ខំជាអចិន្ត្រៃយ៍គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិថ្នាក់ដឹកនាំប្រទេសទាំង3នេះនិយាយថាពួកគេគាំទ្រចំពោះសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្មប៉ុន្តែការពង្រីកប្រតិបត្តិការយោធាទ្រង់ទ្រាយធំថ្មីនេះគឺមិនសមាមាត្រទាំងស្រុងទេជាមួយគ្នានោះលោក Emmanuel Macron លោក Starmer និងលោក Carney បានអំពាវនាវឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ប្រគល់ឲ្យទៅអ៊ីស្រាអែលជាបន្ទាន់ចំណាប់ខ្មាំងទាំងនោះត្រូវបានពួកគេចាប់ពង្រត់យកទៅនៅក្នុងការវាយប្រហារក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីខែតុលាឆ្នាំ2023ដែលជាដើមហេតុនាំឲ្យអ៊ីស្រាអែលបើកយុទ្ធនាការយោធាបង្ក្រាបលើក្រុមហាម៉ាស់នៅតំបន់កាហ្សារហូតដល់បច្ចុប្បន្នសេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេសបារាំងនិងកាណាដាបានរំលឹកឡើងវិញនៅការគាំទ្រចំពោះបទច្បាញ់ក៏ដូចជាការអនុវត្តដំណោះស្រាយរដ្ឋពីរគឺរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅក្បែរគ្នាជាមួយរដ្ឋអ៊ីស្រាអែល